ការច្រើនណាជំរាបសួរសួស្តីបងប្អូនមិត្តភ័ក្តិនៅក្នុងសង្គម YouTube ទាំងអស់ជាដំបូងកុំភ្លេចចុចតាមដាន Subscribe ឲ្យនាងខ្ញុំផងដើម្បីបានតាមដាននៅវីដេអូថ្មីនេះជាផ្កានេះគេញ៉ាំបានគេយកទឹកគេយកពេលវាផ្លែគេយកវាធ្វើជែមហូបឲ្យក្លិនវាក្អូបប្រហើបងប្អូនក្អូបដូចផ្ការំចង់បើសិនណាយើងប្រៀបណាផ្ការំចង់ផ្កាផលិតក្លិនស្រស់ស្អាតបងប្អូនអើយកន្លែងណាក៏មានដែរនេះគឺទេសភាពខាងក្រោមនៅក្បែរផ្ទះនាងខ្ញុំនឹងឯងនាងខ្ញុំតែងតែមកអង្គុយលេងនៅហ្នឹងពួកអីឥឡូវខ្ញុំរៀងបានធូរស្រាលវិញហើយជើងរបស់នាងខ្ញុំហើយនំដុំនេះមិនថាគេមិនថាខ្ញុំគឺមកគេមកអង្គុយពេញតែម្ដងជួនកាលគេមកក្រៅកតេលអង្គុយលេងនេះហើយអង្គុយមើលធម្មជាតិខ្ញុំគិតថាមិនយូរទេខាងស្រុកភូមិគេនឹងមកកាត់ឆ្មៅវាចេញនេះតែគេកាត់វាលហើយបងប្អូនហើយផ្កានេះក៏អូបនេះអូបស្រស់ស្រាយក្នុងចិត្តតែម្ដងនេះគឺជាទេសភាពនៅក្នុងទីក្រុងខូប៊នហេហ្គិនហើយខ្ញុំឈរហ្នឹងនៅក្នុងស្រុកអាម៉ាហើយដល់យើងឆ្លងស្ទឹងនេះទៅមួយហ្នឹងខ្លាយជាស្រុកមួយទៀតនេះហើយជាឃុំមួយទៀតខ្ញុំឆ្លងជ្រោះទៅខាងនេះគឺទេសភាពរថទេសភ្លើងដឹកទំនិញមកពីប្រទេសនានាបងប្អូនឃើញវែងអត់ដឹកទំនិញមកពីប្រទេសឆ្ងាយអញ្ចឹងណាអត់ដឹងថាគេដឹកអីទេបងឃើញទេហើយការស្ថិតថ្ងៃនេះអត់សូវល្អទេអីមេឃប្រហែលថ្ងៃនេះវាអាប់ក្អួលបងប្អូនផ្លូវហ្នឹងគេទៅអីនេះ